បាទសួស្តីបងប្អូនថ្ងៃនេះគឺជាថ្ងៃដ៏សែនរំភើបរីករាយសម្រាប់រូបខ្ញុំក៏ដូចជាបងប្អូនខ្មែរយើងទូទាំងប្រទេសដែលកងទ័ពខ្មែរយើងទាំង18រូបត្រូវបានដោះលែងចេញពីប្រទេសថៃមកវិញហើយបងប្អូនគឺមានការរំភើបខ្លាំងណាស់ហើយក៏សូមអបអរសាទរចំពោះយុទ្ធជនរបស់យើងទាំង18រូបដែលបានវិលត្រឡប់មកមាតុប្រទេសវិញដើម្បីជួបជុំគ្រួសារនិងដើម្បីជួបជុំបងប្អូនជនរួមជាតិរបស់យើងទាំងអស់គ្នាយើងខ្ញុំមានការរំភើបរីករាយខ្លាំងណាស់សូមក្នុងឱកាសនេះក៏សូមថ្លែងអំណរគុណបាទដល់បងប្អូនយើងទាំងអស់ដែរដែលបានលះបង់បាទទាំងកម្លាំងកាយកម្លាំងចិត្តសាច់ស្រស់ឈាមស្រស់បាទដើម្បីជួយការពារទឹកដីជួយការពារប្រទេសជាតិរបស់យើងជួយការពារអធិបតេយ្យភាពនៃប្រទេសជាតិរបស់យើងបាទយើងខ្ញុំដែលនៅខាងក្រោយនេះគឺគ្មានអ្វីក្រៅពីការជួយគ្រប់គ្រងនិងសូមអរគុណចំពោះបងប្អូនកងទ័ពជួរមុខទាំងអស់ហើយនឹងសូមជូនពរបាទសូមជូនពរបងប្អូនកងទ័ពយើងទាំងអស់បាទឈ្នះងារសត្រូវមានសុខសុវត្ថិភាពមានសន្តិភាពឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារយើងឡើងវិញបងប្អូនសូមអរគុណសូមអបអរសាទរ